ស្ដីមកទាំងអស់គ្នាស្វាគមន៍មករៀនរស់ podcast ដែលយើងនិយាយតាក់ទងពីកំណត់មួយចំនួនអាចធ្វើជីវិតយើងកាន់តែប្រសើរហើយបើសិនមកក៏អត់ទាន់ចូល Telegram Channel របស់រៀនរស់ទេខ្ញុំសូមអញ្ជើញចូលព្រោះទីហ្នឹងខ្ញុំចែករំលែកពីពាក្យស្លោកជារៀងរាល់ថ្ងៃដើម្បីជួយគាត់ឆ្លុះបញ្ចាំងតាក់ទងពីជីវិតហើយទាំងនោះដែរខ្ញុំចែករំលែកពិសេសតែនៅក្នុង Telegram ទេអញ្ចឹងបើអត់ទាន់ចូលទេចូលទាំងអស់គ្នាហើយគាត់អាចចូលទៅតាម t.me/រៀនរស់ហើយក្នុងវគ្គនេះដែរខ្ញុំមានដំណឹងដ៏ល្អមួយដែលខ្ញុំចង់ចែករំលែកទៅគាត់ខ្ញុំមានជាអំណោយមួយសម្រាប់ចូលឆ្នាំថ្មីនេះគឺជាកំណត់ហេតុមួយហៅថាកំណត់ហេតុឆ្លងឆ្នាំសភៅតូចមួយនេះមានការចងក្រងនៅសំណួរជាច្រើនដែលជួយគាត់ឆ្លុះបញ្ចាំងបង្កើតការយល់ឃើញតាក់ទងពីជីវិតទៅតាមដំណើរនិងបទពិសោធន៍ជីវិតយើងនៅឆ្នាំហ្នឹងហើយបើយើងមើលទៅមួយឆ្នាំនេះគឺយើងឆ្លងកាត់រឿងរ៉ាវជាច្រើនមែនតើហើយទាំងអស់ហ្នឹងក៏មាននៅសម្ពាយតាក់ទងពីអារម្មណ៍តាក់ទងពីការគិតអញ្ចឹងដែរហើយបើយើងអត់ឆ្លុះបញ្ចាំងហើយបង្កើតការយល់ឃើញទៅលើទាំងអស់ហ្នឹងទេយើងក៏អាចដាច់អាឡ័យលើទាំងអស់ហ្នឹងដែរហើយទាំងអស់ហ្នឹងក៏คล้ายជាសម្ពាយមួយសម្រាប់ឆ្នាំថ្មីផងដែរហើយកាលណាដែលយើងឈប់collect មើលទៅក្រោយមើលទៅដានជើងនៃជីវិតយើងនៅឆ្នាំហ្នឹងយើងក៏មើលឃើញនៅមេរៀនមួយចំនួនហើយមេរៀនទាំងនោះក៏คล้ายជាអំណោយមួយសម្រាប់ដំណើរបន្ទាប់នៅឆ្នាំក្រោយហ្នឹងហើយមិនត្រឹមតែប៉ុណ្្នឹងទេនៅក្នុងកំណត់ហេតុហ្នឹងក៏មានមួយផ្នែកទៀតយើងនិយាយតាក់ទងពីឆ្នាំក្រោយដែរដែលយើងសិក្សាតាក់ទងពីគោលបំណងខ្លួនគោលដៅខ្លួនដូចនោះហើយយើងអាចចាប់ផ្ដើមឆ្នាំថ្មីជាមួយនឹងការយល់ឃើញច្បាស់លាស់ថាខ្លួនចង់ទៅណាហើយបើយើងមើលទៅគឺសល់តែប្រហែលសប្តាហ៍ទៀតទេតិចជាង40ថ្ងៃទៀតយើងនឹងចាប់ផ្ដើមឆ្នាំថ្មីហើយនេះជាវេលាមួយដ៏ល្អមែនតើដែលយើងអាចថាផ្ដល់ការសម្រាកតូចមួយសម្រាប់ខ្លួនឯងដូចនោះយើងអាចធ្វើការឆ្លុះបញ្ចាំងដូចនោះយើងអាចបង្កើតការយល់ឃើញតាក់ទងពីជីវិតដូចនោះយើងអាចយល់ពីខ្លួនឯងកាន់តែប្រសើរទៅតាមដំណើរដែលយើងបានឆ្លងកាត់ហ្នឹងហើយម្យ៉ាងទៀតនោះបើគាត់កត់សម្គាល់គឺរាល់ឆ្នាំឲ្យតែដល់ខែ11ខែ12ហ្នឹងគឺខ្ញុំតែងតែលើកឡើងតាក់ទងពីការធ្វើការឆ្លុះបញ្ចាំងបែបហ្នឹងពីព្រោះដងខ្ញុំធ្វើការឆ្លុះបញ្ចាំងទៅតាមសភៅតូចមួយដែលគេហៅថា Year Compass Year Compass ហ្នឹងគឺគេ download free ដែលហេតុនេះហើយបាទខ្ញុំធ្វើឲ្យកំណត់ហេតុឆ្លងឆ្នាំរបស់ខ្ញុំហ្នឹងវា free ដែរដើម្បីឲ្យពួកគាត់ឆ្លុះបញ្ចាំងតាក់ទងពីជីវិតហ្នឹងហើយ Year Compass នេះក៏វាជួយខ្ញុំជាច្រើនដែរក្នុងរយៈពេលប្រហែលឆ្នាំហ្នឹងព្រោះថាគេមានសំណួរស្រាប់ៗអញ្ចឹងខ្ញុំអត់អង្គុយឆ្លុះបញ្ចាំងដោយបង្កើតសំណួរខ្លួនឯងរាល់ដងពីមុនមកក៏ពេលខ្ញុំអត់តស្គាល់ Year Compass ហ្នឹងក៏ខ្ញុំធ្វើការឆ្លុះបញ្ចាំងដែរព្រោះការមានសំណួរស្រាប់ៗអញ្ចឹងទៅអូខេយើងទៅតាមហ្នឹងទៅក៏វាស្រួលផងដែរហើយជាមួយនឹង Year Compass ខ្ញុំក៏ធ្លាប់ជួយគាត់បកប្រែដែរប៉ុន្តែទៅក៏តាក់ទងលេងបានអញ្ចឹងទៅខ្ញុំបកប្រែគាត់ហើយទៅគាត់អត់បង្កើតជាបោះខ្មែរអញ្ចឹងហើយ2-3ឆ្នាំហើយខ្ញុំ follow up ហើយគឺនៅតែអត់មានអីទៀតអញ្ចឹងក៏ខ្ញុំបង្កើតផ្ទាល់ខ្លួនហ្មងទៅដែលជាកំណត់ហេតុឆ្លងឆ្នាំហ្នឹងហើយនៅក្នុងហ្នឹងក៏ខ្ញុំធ្វើជាការចងក្រងនៅសំណួរថ្មីជាច្រើនហើយជាពិសេសវាត្រូវជាមួយនឹងបរិបទយើងនៅខ្មែរហើយដូចគ្នាជាមួយ Year Compass ដែរគឺ free គាត់អាចចូលទៅ website rienruh.com/reflect ឬក៏មើលទៅតាម caption នៃ podcast ហ្នឹងពេលគាត់ទៅដល់ website ហ្នឹងគាត់អាច download ភ្លាមៗហ្មងហើយគ្រាន់តែយកមក print ខ្លួនឯងអស់តែប្រហែល100ខ្មែរឃើញចេញជាកូនសភៅមួយដែលថាយើងអាចយកមកធ្វើការឆ្លុះបញ្ចាំងហើយការចំណាយពេលក្នុងការឆ្លុះបញ្ចាំងហ្នឹងគឺត្រឹមតែ1ម៉ោងទៅ3ម៉ោងស៊ីសងលើយើងចង់ចូលឲ្យជ្រៅប៉ុណ្ណាហើយពេលដែលគាត់សរសេរសភៅហ្នឹងចប់គាត់នឹងកត់សម្គាល់ថាមានអារម្មណ៍ធូរស្រាលជាងមុនដោយសារអីគឺយើងចំណាយពេលគិតត្រឹមត្រូវទៅលើរឿងជាច្រើនដែលបានកើតឡើងនៅឆ្នាំហ្នឹងហើយជាពិសេសជារឿងដែលយើងអត់បានចំណាយពេលគ្រប់គ្រាន់ក្នុងការគិតដោយសារអីយើងអាចយើងធ្វើកិច្ចការមួយចំនួនពីមួយទៅមួយហើយមួយថ្ងៃតែងតែមានព្រឹត្តិការណ៍ឬក៏កាតព្វកិច្ចជាច្រើនដែលយើងត្រូវបំពេញអញ្ចឹងវាអត់ចេះចប់ហើយយើងអត់មានគម្លាតពេលខ្លះយើងដឹងថារឿងហ្នឹងវាសំខាន់ដែលត្រូវគិតណាដូចថានរណាម្នាក់ធ្វើអីមកយើងឬក៏អ្វីមួយដែលកើតឡើងទៅថាអូយើងមានការបំផុសគំនិតឬក៏មានអារម្មណ៍បែបនេះបែបនោះអញ្ចឹងទៅគឺយើងអត់បានគិតត្រឹមត្រូវដោយសារអីដោយសារតែយើងរវល់ជាមួយនឹងអ្វីមួយថ្មីបន្តរហូតយើងអត់ចំណាយពេលគិតត្រឹមត្រូវហើយទាំងអស់ហ្នឹងក៏វាបន្សល់ជាសម្លេងមួយក្នុងចិត្តរបស់យើងដូចថាជាសម្ពាយមួយដូចពេលខ្លះតនេយើងគិតទៅលើព្រឹត្តិការណ៍មួយដែលថាបានកើតឡើងប្រហែល2ខែមុនអញ្ចឹងដោយសារអីយើងអត់ចំណាយពេលគិតទៅលើទាំងអស់ហ្នឹងត្រឹមត្រូវហើយនៅក្នុងនេះគឺយើងមានសំណួរដើម្បីបង្វែរការយកឃើញរបស់គាត់ទៅតាមអ្វីដែលវិជ្ជមាននិងជាពិសេសអាចរកឃើញមេរៀនដែលយើងអាចយកមកណែនាំជីវិតខ្លួនសម្រាប់ជំហានបន្តនៅឆ្នាំក្រោយហ្នឹងហើយស្ងប់ម្យ៉ាងទៀតនោះគឺជាការដឹងគោលដៅច្បាស់លាស់ថាខ្លួនចង់ធ្វើអ្វីតើគោលបំណងខ្លួនសម្រាប់ឆ្នាំក្រោយជាអ្វីហើយពេលណាដែលយើងដឹងច្បាស់លាស់ក៏វាផ្ដល់នៅ
ភាពสนุกក្នុងចិត្តមួយដែរពីព្រោះយើងមិនមែនធ្វើអីកលេសខេសឬក៏ដើរទៅផ្លូវមួយដែលថាយើងដឹងថាទៅណាប៉ុន្តែយើងមានគោលបំណងច្បាស់លាស់ថាឆ្នាំក្រោយយើងចង់ខ្លាចជាមនុស្សបែបណាយើងចង់សម្រេចអ្វីខ្លះហើយទាំងអស់ហ្នឹងគឺមាននៅក្នុងហ្នឹងទាំងអស់ហើយសម្រាប់ខ្ញុំចង់ឲ្យមានសភៅបែបហ្នឹងយូរជាភាសាខ្មែរដើម្បីជួយយើងទាំងអស់គ្នាពីព្រោះពេលខ្លះដោយសារតែយើងអត់ធ្វើការឆ្លុះបញ្ចាំងពីមួយឆ្នាំទៅមួយឆ្នាំហ្នឹងអញ្ចឹងបានមួយឆ្នាំទៅមួយឆ្នាំគឺវាដដែលដោយសារអីយើងអត់រៀនពីឆ្នាំមុនដល់ឆ្នាំក្រោយយើងចូលឆ្នាំហ្នឹងមកយើងមានគោលដៅមានអីមែនប៉ុន្តែលទ្ធផលនៅតែដដែលដោយសារអីគឺយើងអត់មានការយល់ឃើញពីឆ្នាំមុនហ្នឹងថតឆ្នាំថ្មីយើងត្រូវមានចំណងថ្មីមាន New Year Resolution មានអីចឹងទៅប្រហែល2-3ថ្ងៃឬក៏2-3អាទិត្យដដែលយើងត្រឡប់ទៅភាពដដែលវិញយើងរស់ទៅតាមអា pattern ចាស់ទៅតាមទម្លាប់ចាស់នៃដូចថាអត្តចរិតយើងទៅតាមបុគ្គលិកលក្ខណៈរបស់យើងតែទាំងអស់ហ្នឹងអត់ជួយយើងទេដើម្បីសម្រេចអ្វីមួយថ្មីយើងក៏ត្រូវធ្វើខ្លួនជាមនុស្សម្នាក់ថ្មីហើយដើម្បីធ្វើខ្លួនជាមនុស្សម្នាក់ថ្មីដែលសម្រេចទាំងអស់ហ្នឹងបានយើងក៏ត្រូវកែប្រែពីរបៀបរស់នៅយើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរយើងអាចរស់ដោយរបៀបចាស់ដោយរំពឹងនៅជីវិតមួយដែលវាថ្មីវាខុសពីមុនទេដូចនេះហើយចូលចំណាយពេលឆ្លុះបញ្ចាំងតែប្រហែលម៉ោងទេហើយឥតគិតថ្លៃទៀតហើយសភៅនេះដែរគឺជាកាដូមួយដែលខ្ញុំចង់ឲ្យគាត់ដោយបានគ្រប់គ្រងរៀនរស់ជាច្រើនមែនតើនៅក្នុងប្រហែលឆ្នាំនេះទៅតាមវគ្គសិក្សាទៅតាមសភៅទៅតាម podcast អីចឹងទៅហើយរកដងទៅតាមទាំងអស់ហ្នឹងគឺជាការស្រូបនៅគំនិតឬក៏ចំណេះពីខ្ញុំអីចឹងទៅតាមការអានការស្ដាប់ឬក៏ការចូលរៀនហ្នឹងប៉ុន្តែសភៅនេះគឺជាការបង្វែរមុខរបស់អ្នកឲ្យមើលមកខ្លួនឯងថាខ្លួនឯងអាចរៀនអ្វីខ្លះពីខ្លួនឯងហើយខ្លួនយើងគឺអញ្ចឹងគឺហាក់ដូចជាសភៅមួយដ៏ធំមែនតើដែលយើងអត់ទាន់បានអានហើយយើងគួរណាតែអានយើងកុំមួយថ្ងៃដូចថាឆ្លងកាត់រឿងជាច្រើនប៉ុន្តែអត់កលែកអត់បង្កើតការយកឃើញសោះហើយក្នុងការអភិវឌ្ឍខ្លួនរបស់ខ្ញុំគឺមិនមែនតែសភៅមិនមែនតែវគ្គសិក្សាមិនមែនតែអីទេប៉ុន្តែគឺជាការចំណាយពេលជាមួយនឹងខ្លួនឯងការស្វែងយល់ទៅតាមដំណើរជីវិតទៅតាមបទពិសោធន៍ដែលខ្លួនបានឆ្លងកាត់ហើយទាំងនោះហើយវាបង្កើតឲ្យយើងមាននៅការចេះគិតបានល្អការយល់ឃើញការស្គាល់ខ្លួនឯងហើយជាពិសេសការបង្កើតឬកសាងខ្លួនឲ្យមានគតិបណ្ឌិតនឹងការចេះគិតទៅលើជីវិតផងដែរសភៅនេះគ្រាន់តែណែនាំប៉ុន្តែគាត់នឹងត្រូវឆ្លងកាត់ដោយខ្លួនឯងហើយខ្ញុំសង្ឃឹមថាដំណើរនៃការឆ្លុះបញ្ចាំងនេះគឺនឹងជួយគាត់យ៉ាងច្រើនមែនទែនក្នុងការយល់ពីខ្លួនឯងហើយបើគាត់មានចំណាប់អារម្មណ៍តាក់ទងពីការឆ្លុះបញ្ចាំងពីការគិតនិងអារម្មណ៍របស់ខ្លួនកាន់តែស៊ីជម្រៅឆ្នាំហ្នឹងក៏ខ្ញុំចេញសភៅមួយក្បាលដែរឈ្មោះពីគិតច្រើនទៅចម្រើនគំនិតហ្នឹងការប្រើប្រាស់ការសរសេរដើម្បីវិវត្តការគិតរបស់ខ្លួនហើយជាពិសេសបង្កើតការយកឃើញពីខ្លួនឯងហ្នឹងហើយនៅក្នុងហ្នឹងក៏មាននៅសំណួរជាច្រើនដែលជួយគាត់ឆ្លុះបញ្ចាំងកាន់តែប្រសើរផងដែរអញ្ចឹងតែប៉ុណ្្នឹងសម្រាប់ថ្ងៃនេះគឺជាកំណត់ហេតុឆ្លងឆ្នាំគាត់អាច download នៅ rienrus.com/reflect ហើយបើសភៅនេះមានប្រយោជន៍សម្រាប់គាត់សូមចែករំលែកទៅបងប្អូនគ្រួសារនិងមិត្តភ័ក្តិនានាពីព្រោះទាំងអស់ហ្នឹងក៏អាចមានប្រយោជន៍សម្រាប់គាត់ហើយដូចខ្ញុំនិយាយចឹង free គាត់គ្រាន់តែទៅ print ទេអូខេអញ្ចឹងតែប៉ុណ្្នឹងសម្រាប់ថ្ងៃហ្នឹងអរគុណច្រើនហើយត្រឡប់ដល់អ្នកនៅរស់រៀនរស់